ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2025បានប្រើសន្ទរកថារយៈពេល7ម៉ោងប្រលះអង្គការសហប្រជាជាតិឬ UN នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដែលរៀបចំឡើងនៅទីក្រុងញូវយ៉ករបស់អាមេរិកលោកត្រាំបានរិះគន់អង្គការនេះថាបរាជ័យនៅក្នុងការបញ្ចប់សង្គ្រាមនៅទូទាំងពិភពលោកនៅចំពោះមេដឹកនាំពិភពលោកត្រាំនិយាយដោយមិនក្រែងថានៅក្នុងគ្រប់វិវាទទាំងអស់ UN មិនបានព្យាយាមជួយនោះទេក្នុងនោះរួមទាំងការប៉ះទង្គិចនៅតាមព្រំដែនរវាងកម្ពុជានិងថៃផងដែរលោកត្រាំបានចោទសួរត្រង់ថាតើ UN ត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងអ្វីទន្ទឹមនឹងការបង្អាប់ UN លោកត្រាំមិនភ្លេចរំលឹកពីស្នាដៃរបស់ខ្លួនដោយប្រកាសថាលោកបានបញ្ចប់សង្គ្រាមចំនួន7នៅក្នុងរយៈពេល7ខែនៃការកាន់តំណែងជាប្រធានាធិបតីលោកត្រាំថាក្នុងរយៈពេលដែលលោកដោះស្រាយបញ្ចប់វិវាទទាំងនេះលោកមិនដែលបានឮ UN សួរនាំឬក៏ផ្ដល់ជាគំនិតយោបល់អ្វីឡើយការរិះគន់របស់លោកត្រាំតាក់ទាញយោបល់គ្រប់គ្រងតែទន្ទឹមនឹងនោះក៏នាំមកនូវការវែងញែកផងដែរអ្នកវិភាគសម្គាល់ថាខណៈដែលការសម្រុះសម្រួលរបស់អាមេរិកបាននាំឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃចំនួនមិនទាន់បានដោះស្រាយចប់ជាស្ថាពរនោះទេដូចគ្នាដែរចំពោះសង្គ្រាមរវាងកុងហ្គោនិងរ៉ាវ៉ាន់ដាស្យ៉ាប៊ីនិងកូសូវូអ្នកវិភាគក៏ចង្អុលបង្ហាញថាជាប្រពៃណី UN ដើរតួតិចតួចនៅក្នុងចំនួនអាស៊ីអាគ្នេយ៍ដែលជារឿយៗត្រូវបានសម្របសម្រួលតាមរយៈយន្តការតំបន់ដូចជាអាស៊ានជាដើមការវាយប្រហាររបស់លោកត្រាំទៅលើ UN ក៏ទំនងជាមើលរំលង